Hello បាទ welcome បាទសូមស្វាគមន៍មកកាន់បាទ channel បាទ Chan YT ទៀតហើយបាទថ្ងៃនេះបាទអត់មកធ្វើបាទវីដេអូបាទតាក់ទងនឹងការបង្រៀនក៏ដូចជាបាទតាក់ទងទៅនឹងបាទ Facebook បាទ YouTube អីផ្សេងទេប៉ុន្តែបាទយើងមកមើលបាទកសិដ្ឋានបាទចិញ្ចឹមខ្យងវិញម្ដងបាទធម្មតាបាទខ្យងធម្មតាគឺមិនចិញ្ចឹមក៏បានដែរប៉ុន្តែនេះគឺជាខ្យងបើគឺជាខ្យងដែលឆ្ងាញ់គឺជាខ្យងដែលមានរសជាតិបាទឥឡូវយើងមកមើលបាទនេះអាងបាទឃើញតែចាំងដល់ហើយមុខបាទសខ្ចីញញតែម្ដងបាទនេះគឺបានមកពីបាទធម្មជាតិទេបាទគឺបាទបាទថ្ងៃបាទចាំមើលបាទថតថ្ងៃមើលទៀតបាទខាងក្រោយខ្ញុំនេះគឺជាអាងបាទសម្រាប់ខ្យងបាទចិញ្ចឹមខ្យងបាទនិយាយខុសផងត្រូវផងបាទថ្ងៃនេះមក review អញ្ចឹងបាទរៀងខុសច្រើនបាទនេះបានណយផលពីនេះបាទឃើញតែស្អាតមែនទែនបាទមេឃស្មើនេះបាទស្រស់ស្រាយមែនទែនបាទមើលទៅបាទគួរឲ្យចាប់អារម្មណ៍មែនទែនបងប្អូនយើងបាទជាទីបាទពេចពើរមើមើនៃភ្នែករបស់យើងដែរបាទឥឡូវយើងចូលវីដេអូមកបាទសួស្តីបងប្អូនយើងទាំងអស់គ្នាបាទនេះគឺជាបាទខ្យងពើបាទឆ្ងាញ់បាទសាច់ល្អមាននិយាយចំទៅ the best ខ្យងតែម្ដងខ្យងបើនេះបងប្អូនយើងបាទងាយស្រួលបាទក្នុងការចិញ្ចឹមមែនទែនគ្រាន់តែមានអាងមួយចេះមកបាទអូខេបើយើងបាទរឿងបន្លែរឿងអីដែលយើងចោលបាទអូខេបើឲ្យវាស៊ីបានបាទនេះគឺខ្យងបើបាទនេះគឺច្រើនមែនទែនបាទនេះចាប់ 4-10 ដងហើយមកអត់អស់ទេបាទនេះគាត់ទៅតម្លាក់តកូនតម្លាក់អីចូលមកបាទអូខេតែម្ដងបាទនេះបាទនៅក្រោមធំមកមានច្រើនបាទនៅក្រោមតែនេះលើឡើងមកស៊ីតូចទេហើយពងច្រើនទៀតបាទបងប្អូនយើងចង់ចាំអីគឺងាយស្រួលមែនតើបាទជាមួយខ្យងមួយនេះមើលមកចៅជួយអើយ Amazing ខ្យងបណ្ដោយធំនេះដាក់ទឹកស្បកខ្នោមួយមកបាទអូខេបាទហើយបាទនេះបាទរៀងធំដែរបាទនេះបាទសាច់គឺបាទម៉ត់ខៃតែម្ដងបាទសាច់បាទដូចពងយើងខ្យងនេះផ្អែមឆ្ងាញ់បាទនេះគេហៅថាខ្យងបើអាចរីខមមិនបាទចាំបានងាយស្រួលអូខេ